ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនី SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការបង្កើតឈ្មោះគណនីនៅក្នុងប្រព័ន្ធរបស់យើងដោយជាដំបូងត្រូវចូលទៅក្នុង module GL រួចរើសនៅពាក្យ maintain account បងប្អូនមិនដឹងរួចហើយថានៅក្នុង accounting គណនីគឺមាន5ប្រភេទធំៗអញ្ចឹងនៅក្នុង system របស់យើងក៏ដូចគ្នាដោយនៅខាងលើនេះមានប្រភេទ asset បន្ទាប់មកមានជា liability, equity, revenue និង expense អញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍បង្កើតនៅគណនី bank មួយដែលជាប្រភេទ current asset អញ្ចឹងក្នុងការបង្កើតគឺយើងត្រូវ select នៅលើ account current asset សិនរួចចុច new បន្ទាប់មកធ្វើការបំពេញដូចជាលេខកូដដែលជាទូទៅនៅក្នុងប្រព័ន្ធយើង current asset គឺយើងផ្ដើមដោយលេខ300អញ្ចឹងយើងធ្វើការដាក់លេខកូដបន្តពី bank ខាងលើនេះគឺលេខ318ហើយ03ដងអញ្ចឹងលេខបន្តរបស់វាគឺ319 03ដងបន្ទាប់មកទៀតធ្វើការដាក់ជា description ឧទាហរណ៍ជា Wing Bank រួចយើងធ្វើការ touch specific account tab បើសិនជាមានអញ្ចឹង bank នៅកន្លែងនេះគឺយើងត្រូវរើស tab ជា bank account រួចចុច OKចឹងគណនីយើងត្រូវបានបង្កើតរួចរាល់ហើយមួយវិញទៀតខ្ញុំនៅឧទាហរណ៍ក្នុងការបង្កើតជា sub account ក្នុង sub account ហ្នឹងបើសិនជាយើងបានបង្កើតនៅ account រួចហើយតែ account ហ្នឹងអត់ទាន់ជា sub របស់ main account ណាមួយទេអញ្ចឹងយើងអាចទាញ account ដែលមានស្រាប់ហ្នឹងយកមកដាក់នៅខាងក្រោម account ណាមួយដែលយើងចាត់ទុកថាជា main account ធ្វើបែបហ្នឹងក៏បានតែបើក្នុងករណីមួយទៀតបើសិនជាបងអត់ទាន់បានបង្កើតនៅ sub account ហ្នឹងទេអញ្ចឹងយើងអាច select លើ account ណាមួយដែលយើងចាត់ទុកថាជា main account រួចចុច newហើយធ្វើការបំពេញនៅព័ត៌មានគណនីចូលដូចដែលបានបង្ហាញខាងលើអញ្ចឹងបន្ទាប់ពីយើងបំពេញរួចហើយនេះគឺជា sub account ដែលយើងបានបង្កើតជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ